ស្វាគមន៍មកកាន់ lab ទី3នៃ Linux Common Prompt ឥឡូវយើងធ្វើការ login ចូល account របស់យើងសិនតទៅពី login ហើយខ្ញុំវាយ prompt ls ដើម្បី list file ទាំងអស់ឬក៏ directory ដែលនៅក្នុង current folder របស់យើងតទៅមកទៀតយើងប្រើ tag យើងធ្វើការបង្កើត file មួយឈ្មោះ theory.txt យើងដាក់សញ្ញា dot ខាងមុខឈ្មោះ file គឺដើម្បីយើងបញ្ជាក់ថាយើងបង្កើត file ហ្នឹងជាប្រភេទ file secret បន្ទាប់មកខ្ញុំធ្វើការបង្កើត folder មួយទៀតយើងប្រើ mkdir យើងដាក់សញ្ញា dot មួយទៀតយើងដាក់ឈ្មោះដូចគ្នា theory directory ទៅដោយសារវាជាប្រភេទ folder ពេលយើងដាក់សញ្ញា dot នៅមុខហ្នឹងមានន័យថា folder ហ្នឹងយើងទុកវាជា hidden ជា secret តមកទៀតខ្ញុំធ្វើការ list មើលទាំងអស់ហ្នឹងបន្ទាប់មកខ្ញុំធ្វើការបង្កើត file មួយទៀតដាក់ឈ្មោះ node.txt យើងធ្វើការ view មើលឥឡូវនេះយើងឃើញហើយថាយើងបង្កើតជោគជ័យហើយមាន file ឈ្មោះ node.txt បន្ទាប់មកទៀតយើងធ្វើការបង្កើត multiple folder multiple directory យើងប្រើ mkdir បន្ទាប់មកយើងប្រើសញ្ញាឃ្នាបសងខាងយើងដាក់ពីលេខ1ទៅប្រហែលទៅយើងបង្កើតប៉ុណ្ណឹងខ្ញុំប្រើ ls ដើម្បី view មើលឥឡូវយើងឃើញហើយថាយើងបានបង្កើត3 multidir 1ដល់3បន្ទាប់ពីបង្កើតហើយខ្ញុំធ្វើការប្រើ keyword vi ដើម្បី open file សម្រាប់ edit ខ្ញុំ open node.txt សម្រាប់ edit បន្ទាប់មកខ្ញុំ edit ខ្ញុំសរសេរអ្នកនរនេះសរសេរអីក៏បានដែរកន្លែងហ្នឹង file សរសេរតែអ្នកនរនេះធ្វើបន្ទាប់ពីសរសេរហើយអ្នកនរនេះចុច key escape ដើម្បីឃើញគេឲ្យវាយ command prompt បន្ទាប់មកអ្នកឲ្យវាយ wq ដើម្បីធ្វើការចេញហើយស្រាវបន្ទាប់មកទៀតខ្ញុំធ្វើការ view ខ្ញុំប្រើ cat node.txt ឥឡូវខ្ញុំ view ហើយថាក្នុង file node.txt ខ្ញុំពិតជាបាន write អញ្ចឹងមែនតទៅទៀតយើងប្រើ keyword cp node.txt lab1 node.txt ដើម្បីធ្វើការ copy file ពី lab1 node.txt ហ្នឹងទៅ lab1 node1.txt តែដោយសារតែនៅក្នុងហ្នឹងខ្ញុំអត់មានខ្ញុំប្រើ ns lookup ហើយខ្ញុំអត់មាន folder ឬក៏ directory ឈ្មោះ lab1 ទេខ្ញុំធ្វើការឥឡូវខ្ញុំធ្វើការ copy node.txt ហ្នឹងទៅ folder មួយ directory មួយឥឡូវខ្ញុំដាក់នៅក្នុង directory ឈ្មោះ multidir1 ទៅតបមកខ្ញុំ /1 ដើម្បីបង្កើត file មួយខ្ញុំដាក់ node clone.txt ពេលថាខ្ញុំ copy file ពី node.txt ហ្នឹងទៅក្នុង directory ឈ្មោះ multidir1 ហ្នឹងហើយនៅក្នុង file មួយឈ្មោះ node clone បន្ទាប់មកខ្ញុំធ្វើការ view មើលនៅក្នុង directory multidir1 នៅក្នុង file node clone.txt ចង់ដឹងថាយើងធ្វើការ copy បានជោគជ័យអត់ឥឡូវនេះយើងឃើញហើយថាវាដូចបេះបត់ទៅនឹង file ឈ្មោះ node.txt អញ្ចឹងខ្ញុំប្រើ keyword om ដើម្បី delete file ឥឡូវខ្ញុំធ្វើការ delete file ឈ្មោះ multidir1 ចោលទៅហើយលុប node clone.txt ចោលទៀតខ្ញុំធ្វើការ enter តបមកវាសួរបញ្ជាក់ឲ្យយើង yes or no ខ្ញុំវាយអក្សរ y ដើម្បី yes បន្ទាប់មកទៀតខ្ញុំវាយ ls ដើម្បីមើលថា file ខ្ញុំ delete ហ្នឹងវាជោគជ័យអត់ឥឡូវវាបាត់ហើយតបមកខ្ញុំធ្វើការប្រើ omdir ដើម្បី remove empty directory ចោលឥឡូវខ្ញុំ remove multi directory 1ហើយខ្ញុំចុច ls មើលឃើញថាបាត់
Multi Directory Word បាត់ហើយឥឡូវខ្ញុំធ្វើការ show node in node number យើងប្រើ ls minus ali node.txt ខ្ញុំ enter មកវាធ្វើការ show in node number ហើយតបមកខ្ញុំធ្វើការបង្កើត hard link មួយដើម្បីបង្កើតយើងប្រើ ln node.txt យើងដាក់ name hard link មក hard link វា share the same in node ដូចនឹង original file ចឹងបន្ទាប់មកទៀតខ្ញុំធ្វើការ verify hard link ឥឡូវហ្នឹង file ទាំងពីរហ្នឹងវាមានthe same in node ហើយវាមាន in node ទាំងពីរហ្នឹងគឺវាដូចគ្នាហើយបន្ទាប់មកទៀតខ្ញុំធ្វើការបង្កើត source link ម្ដងsource node ទៅ source link ហ្នឹងដូច shortcut អញ្ចឹងវាដូចជា shortcut មួយដើម្បីទៅរក file ហ្នឹងអញ្ចឹងឥឡូវខ្ញុំធ្វើការ test link ហ្នឹងខ្ញុំធ្វើការ remove node.txt ចេញសិនបន្តមកទៀតយើងធ្វើការចូលទៅ read hard node ដល់ពេលយើងចូលទៅយើងឃើញថាអី touch ដែលយើងបាន write ក្នុងហ្នឹងវាមានលក្ខណៈធម្មតាវាអត់បាត់បង់តាណាទេតែពេលយើងចូលទៅមើល source node វិញគឺវាអត់មានទេវាបាត់ហើយអរគុណអ្នកនរគ្នាដែលបានចូលមកមើលហើយសម្រាប់ lab ទី3គឺចប់ត្រឹមហ្នឹងនេះជា history ដែលខ្ញុំបានសរសេរទាំងអស់តាំងពីដើមមកដល់អរគុណអ្នកទាំងអស់គ្នា lab 3 out